ទំនួលខុសត្រូវគឺសំដៅទៅលើការទទួលខុសត្រូវរាល់ទង្វើសកម្មភាពដែលយើងប្រព្រឹត្តហ្នឹងហ៊ានទទួលសារភាពទោសកំហុសហ៊ានទទួលផលវិបាកនៃអំពើដែលយើងបានធ្វើអាហ្នឹងគឺយើងហៅថាទំនួលខុសត្រូវណាបាទទំនួលខុសត្រូវយើងចែកជាប៉ុន្មានទំនួលខុសត្រូវចែកវិញគ្រប់គ្រងចែកទំនួលខុសត្រូវផ្នែកសិលធម៌ហើយឬមួយក៏សិលវិជ្ជាឬមួយក៏មួយទៀតនៃសង្គមមួយទៀតទៅជាផ្នែកសង្គមអូខេបាទអរគុណណាត្រឹមត្រូវហើយអញ្ចឹងទំនួលខុសត្រូវយើងចែកចេញជាពីរបាទជាពីរប្រភេទទី1គឺយើងហៅថាទំនួលខុសត្រូវផ្នែកសិលវិជ្ជាហើយចំណែកទី2គឺទំនួលខុសត្រូវផ្នែកសង្គមអញ្ចឹងបើយើងនិយាយអំពីទំនួលខុសត្រូវផ្នែកសិលវិជ្ជាគឺយើងសំដៅទៅលើអីគេអង្គសិលវិជ្ជាជំរាបប្រសាទរបស់ទំនួលខុសត្រូវផ្នែកសិលវិជ្ជាគឺជាទំនួលខុសត្រូវដែលអ្នកប្រព្រឹត្តហ៊ានទទួលសារភាពដោយស្មោះត្រង់ដោយពុំមានការបង្ខិតបង្ខំហើយក៏ជាការទទួលខុសត្រូវផ្ទាល់នៅចំពោះមុខខ្លួនឯងនៅរាល់ទង្វើដែលខ្លួនបានធ្វើដោយគ្មានវិបត្តិសារ៉ាំអរគុណគ្រូអូខេបាទអរគុណច្រើនចុះទំនួលខុសត្រូវផ្នែកសង្គមយ៉ាងណាតាមនេះញ៉ាំលោកគ្រូញ៉ាំតាទំនួលខុសត្រូវផ្នែកសង្គមគឺជាការទទួលខុសត្រូវនៅចំពោះមុខតុលាការនៅចំពោះមុខអំណាចនៃសង្គមអូខេបាទអរគុណច្រើនណា